បងប្អូនមានដៃឆ្ងល់នៅពេលដែលមកសម្រួលចុះណារស័យឬក៏ទៅម៉ាស្សាមុខម៉ាស្សាប្រេងអីគេតែងតែធ្វើការម៉ាស្សានៅចំណុចភ្នែកនេះបងប្អូនដឹងថាអត្ថប្រយោជន៍នៅការម៉ាស្សានៅចំណុចនោះអាចជួយបងប្អូនអ្វីបានខ្លះកុំភ្លេចចូលមើលវីដេអូនេះហើយកុំភ្លេចជួយ share វីដេអូនេះមួយផងការម៉ាស្សានៅចំណុចនេះគឺជាចំណុចត្រីកោណដែលគេហៅថាជាចំណុចដែលមុខយើងហ្នឹងគឺខ្លាំងច្រើនជាងគេបងប្អូនអាចមើលរូបតាមខាងលើនេះគឺតំបន់ត្រីកោណនេះជាចំណុចដែលមានខ្លាំងច្រើនជាងគេអញ្ចឹងតំបន់ដែលងាយស្ទះហ្នឹងគឺនៅតំបន់នេះគល់ភ្នែកយើងហ្នឹងហើយកាលណាតែស្ទះគឺធ្វើឲ្យបងប្អូនមានបញ្ហាដក់ភ្នែកខាងលើនិងខាងក្រោមឬក៏ស្វាំងភ្នែកឬក៏ធ្ងន់ភ្នែកអ្នកខ្លះធ្ងន់ភ្នែកមួយគេងតែគេងអត់លក់ទេប៉ុន្តែមានអារម្មណ៍ថាអត់ស្រឡះក្នុងខ្លួននេះអញ្ចឹងបងប្អូនមកអនុវត្តវិធីម៉ាស្សាគឺយើងយកមេដៃរបស់យើងចាយើងចុចនៅចំណុចហ្នឹងចាចំណុចនេះគឺបងប្អូនចុចហើយបងប្អូនស្រោបដង្ហើម4ចូលទុក7ហើយបន្ធូរ8បងប្អូនធ្វើរយៈពេល3ដងចាបន្ទាប់មកយើងរំកិលមកចំណុចកណ្ដាលចាគឺអនុវត្តដង្ហើមដូចគ្នាស្រោបចូល4ទុក7បន្ថយ8ហើយចំណុចចុងក្រោយគឺយើងប្អូនមកដល់ខាងក្រោមនេះហើយយើងធ្វើទៅមករយៈពេល3ជុំទៅ5ជុំបងប្អូននឹងឃើញភាពលឺស្វាងនៃភ្នែកបងប្អូនហើយមានអារម្មណ៍ថាស្រាលភ្នែកចាស្រឡះងាយស្រួលធ្វើការតទៅទៀតហើយបើសិនជាបងប្អូនចង់បាន tip ល្អៗកុំភ្លេច follow page គឹមសានហើយជួយ share វីដេអូនេះមួយផងអរគុណ